ពេលមុនខ្ញុំថា review ឡាននឹងឲ្យបងប្អូនមើលឥឡូវខ្ញុំមក review ឡាននឹងឲ្យបងប្អូនមើលទំហំប្រមាណប្រយតតឹងវាហើយថាវាធ្វើមិនខ្លះហើយបងប្អូន comment ជាច្រើនដូច comment ខាងនេះឬ comment ទាំងអស់នេះតែបងប្អូនបានសួរមកខ្ញុំឥឡូវនេះខ្ញុំចាប់ដើមចូលវីដេអូដែលបងប្អូនភាគច្រើនបានសួរមកខ្ញុំថាឡាននេះធ្វើអស់តម្លៃប៉ុន្មានបងហើយធ្វើរយៈពេលយូរប៉ុណ្ណាថ្ងៃនេះខ្ញុំមកនិយាយឲ្យបងប្អូនយល់អំពីឡាននេះឲ្យច្បាស់ជាងមុនហើយនឹងបង្ហាញផ្នែកសំខាន់ទាំងអស់នៅក្នុងឡាននេះផងដែរខ្ញុំចង់បង្ហាញថាឡាននេះមិនមែនផលិតចេញពីរោងចក្រនោះទេបងប្អូនប៉ុន្តែវាធ្វើដោយដៃទាំងអស់ប៉ុន្តែផ្នែកខ្លះយើងមិនអាចធ្វើដោយដៃយើងត្រូវការទិញពីខាងក្រៅបន្ថែមហើយឡាននេះយើងធ្វើចេញពីស៊ីយ៉ូ 90%ដូចជាក្បាលឡានទ្រុងឡានជាហៀងកាងឡានប៉ុងឡាននិងផ្នែកផ្សេងជាច្រើនទៀតខ្ញុំនឹងរៀបរាប់តម្លៃគ្រឿងឡានដែលសំខាន់ជាច្រើនដែលមិនអាចខ្វះបាននៅក្នុងឡានបញ្ជាឥឡូវនេះយើងចូលមកដល់ខាងកាប៊ីនឡានយើងបើកទ្វារឡានហើយមានដូចជាកៅអីតែកង់និងកៅអីព្រូនិងមានចង្កូតឡាននិងគ្រឿងបញ្ជាវានៅខាងក្នុងឡាននឹងធ្វើយកគំរូតដូចឡានធំមែនតែនដូចឡាននេះអញ្ចឹងបងប្អូនឥឡូវយើងចូលមកដល់គ្រឿងក្រោមឡានម្ដងនិងមើលពីបាតទ្រុងឡាននិងសារ៉ាងឡានខ្ញុំអត់បានដាក់វីដេអូពេលបាយឲ្យបងប្អូនមើលមកពីខ្ញុំធ្វើបាក់សារ៉ាងឡានអញ្ចឹងទៅបែនវាអត់កើតមកពីលេចប្រេងចេញអស់តែទៀតខ្ញុំដាក់វីដេអូដែលខ្ញុំធ្វើបាក់សារ៉ាងឡានឲ្យបងប្អូនមើលបងប្អូនអាចមើលខ្ញុំបែនឡានដល់មកខ្ញុំបែនអស់ពេកវាផ្ងាក់ដល់មកវាបាក់អាខាងក្តិតខំកន្លែងសារ៉ាងវាហ្នឹងចាំទៅទៀតខ្ញុំដាក់វីដេអូឲ្យបងប្អូនមើលកន្លែងបាក់ខ្ញុំសូមប្រាប់បងប្អូនទៅហើយខ្ញុំអត់សូវចេះកាត់វីដេអូទេអានេះខ្ញុំកាត់តែខ្ញុំចេះប៉ុណ្ណាខ្ញុំធ្វើប៉ុណ្ណឹងឥឡូវយើងចូលមកមើលខាងក្រោមឡានមានដូចជាទៀម៉ាស៊ីនឡានកលែនិងប៉ុងឡានហើយអាម៉ូទ័រនេះខ្ញុំទិញតែម៉ូទ័រគេ11រៀលប្រហែលអាគូតក្រោយវាទៀតថា15រៀលប៉ុន្តែអានេះប្រហែលតម្លៃវាអាចលើសហ្នឹងខ្ញុំមិនដឹងដែរហើយអានេះវាពិបាកមើលពេកខ្ញុំដាក់អានេះឲ្យបងប្អូនមើលហ្មងទៅពេលអត់ទាន់ធ្វើហើយអាវីដេអូនេះតាំងពីឆ្នាំមុនដែលគាត់ធ្វើបានប៉ុណ្ណឹងឥឡូវនេះខ្ញុំយកមកឲ្យបងប្អូនមើលស្រួលមើលពេលវាអត់មានទ្រុងអត់មានអីថាជើងក្រោមវាយ៉ាងម៉េចយ៉ាងម៉ាកន្លែងខ្ញុំគូរវងហ្នឹងគេហៅថាកលឹះអូតូបងប្អូនទៀតខ្ញុំប្រាប់បងប្អូនឥឡូវយើងចូលមកដល់កាប៊ីនឡានម្ដងកាប៊ីនវាយើងអាចបើកបានប៉ុណ្ណឹងបងប្អូនឥឡូវយើងមកមើលតម្លៃម៉ូទ័រហ្នឹងប្រហែល40រៀលឬ50រៀលហ្នឹងខ្ញុំអត់ច្បាស់ដែរប៉ុន្តែខ្ញុំដាក់ប៉ុណ្ណឹងទៅឲ្យបងប្អូនមើល comment មួយសួរខ្ញុំថាឡាននេះធំណាស់ហេតុអ្វីក៏ខ្លាចបាក់បងសុំសួរមែនតើណាបងតាមពិតទៅឡានហ្នឹងធ្វើមកពីជ័រហើយទី1ឡានហ្នឹងមិនបោះខ្ញុំអញ្ចឹងទៅខ្ញុំអត់ចង់ឲ្យអ្នកណាធ្វើឲ្យបាក់
អីឯងមកពីអាហ្នឹងខ្ញុំខ្ចីគេមកអញ្ចឹងទៅខ្ញុំសុំម្ចាស់គេធ្វើត្រូវអីអញ្ចឹងទៅដល់ពេលយកទៅឲ្យគេវិញខ្លាចខូចខាតរបស់គេវាពិបាកមកពីគាត់ទុកចិត្តខ្ញុំដែរគាត់អត់ដែលស្គាល់ខ្ញុំហ្មងហើយខ្ញុំសុំខ្ចីគាត់មកលេងគាត់ឲ្យមកអីចឹងខ្ញុំអត់ចង់ឲ្យខូចខាតរបស់គេហើយ comment មួយចំនួនគាត់សួរខ្ញុំថាបងអ្នកធ្វើមែននេះម្ចាស់ឡានគាត់ជាអ្នកធ្វើមិនមែនខ្ញុំជាអ្នកធ្វើទេបងប្អូនវីដេអូនេះវីដេអូបែនឲ្យចិត្តឲ្យបងប្អូនសួរមើលថាវាខ្លាំងប៉ុណ្ណាពេលបែនហ្នឹងពេលយើងអង្គុយក៏វាបែនទៅដែរប្រហែល60-70 គីឡូអីក៏វាបែនរួចដែរcomment មួយសួរខ្ញុំថាចាក់សាំងលាយក៏ធម្មតាពូតាមពិតអាហ្នឹងទៅឡានហ្នឹងគេប្រើថ្មអាគុយអីចឹងឯអាធុងប្រេងវាមិនមែនដើម្បីដាក់ឲ្យតាស្រាងឯអាហ្នឹងតម្រូវការតាស្រាងអាធុងប្រេងហ្នឹងលោកក្រោយហើយខ្ញុំបងមកបានហើយពូចាស់ពេកហើយអាគូតក្រោយនេះវាតឹងមែនតើបងប្អូនហើយអានេះតម្លៃតេលេវាហើយនឹងតម្លៃថ្មវាដែលខ្ញុំបានប្រាប់ថាវាប្រើថ្មហ្នឹងហើយអាខាងក្នុងវាហ្នឹងយើងត្រូវការអានេះ2អាហ្នឹងខ្ញុំអត់ដឹងឈ្មោះអីខ្ញុំភ្លេចបាត់ហើយសបោមួយដើម្បីបញ្ជាកង់ឡានទៅឆ្វេងទៅស្ដាំហើយសបកកង់ម៉ូតូយើងត្រូវទិញ2អាហ្នឹងប្រហែល1 15រៀលឬ20រៀលខ្ញុំអត់ច្បាស់ដែរដើម្បីគ្រាកង់កាឡាកង់ឡានហ្នឹងយើងយកកង់ម៉ូតូហ្នឹងមកដាក់ដើម្បីធ្វើកាឡាកង់ឡានហ្នឹងអានេះខ្ញុំបុកត្រួសវាអស់300ជាងហើយអាហ្នឹងតាផ្នែកតិចតួចហងនៃរថយន្តហ្នឹងហើយនៅផ្នែកជាច្រើនទៀតអានេះខ្ញុំមិនអាចស្មានថាវាអស់ប៉ុន្មានទេមកពីខ្ញុំមិនអ្នកធ្វើទេអានេះគេជាអ្នកធ្វើតែខ្ញុំគ្រាន់បូកតម្លៃត្រួសឲ្យបងប្អូនបានដឹងទេប្រហែលអស់រៀងច្រើនដែរហើយអានឹងគាត់ធ្វើអស់8ខែបានហើយឡានហ្នឹងមួយចាំខ្ញុំដាក់ link ឲ្យបងប្អូនចូលមើលចង់អីអាចចូលមើលតាមដានវីដេអូគាត់បានតែអ្នកខ្លះសួរខ្ញុំទៀតថាបងខ្ញុំចង់ធ្វើចង់អីចឹងខ្ញុំអត់ recommend ឲ្យបងប្អូនធ្វើឯងមកពីយើងចំណាយលុយច្រើនហើយយើងធ្វើលើកទី1មិនប្រកាសថាត្រូវទេមកពីខ្ញុំមានបទពិសោធន៍ហើយខ្ញុំធ្វើលើកទី1អស់លុយច្រើនមែនតើហើយអត់ស្អាតទេហើយអត់ត្រូវទាំងអស់ទេពេលយើងចង់ធ្វើចង់អីដល់យើងត្រូវការអ្នកប្រាប់អ្នកណែនាំយើងដើម្បីថាខុសកន្លែងណាកន្លែងណីដើម្បីឲ្យគាត់ផ្ដល់យោបល់ឲ្យយើងបន្ថែមទៀតតែខ្ញុំឲ្យបងប្អូនចូលមើល YouTube មើលអីលេងបានតែឲ្យធ្វើហ្មងខ្ញុំអត់ recommend ឲ្យបងប្អូនធ្វើទេវាមើលស្រួលតែធ្វើមិនស្រួលដូចការគិតទេបងប្អូនឥឡូវយើងមកវាស់ទទឹងវា36សង់ទីម៉ែត្រហើយបដោយវា1.3 ម៉ែត្រនិងកម្ពស់វាកន្លះម៉ែត្រហើយ comment ជាច្រើនដាក់ស្អាតណាស់បងពេលខ្ញុំឃើញនៅក្នុងទូរស័ព្ទក៏ខ្ញុំថាវ៉ាវពិតជាស្អាតមែនតើតែដល់ពេលខ្ញុំមកជួបនៅខាងក្រៅពិតជាអស្ចារ្យមែនតើវាដូចជាពិតមែនតើឡានហ្នឹងហើយខ្ញុំពិតជាកោតសរសើរទឹកដៃគាត់ធ្វើមែនតើខ្ញុំពិតជាអត់ដឹងនិយាយថាម៉េចទេបងប្អូនពិតជា nice សម្រាប់ខ្ញុំពិតជាអស្ចារ្យខ្លាំងមែនតើមកពីខ្ញុំចូលចិត្តពួកអាខាងកូនឡានកូនអីចឹងខ្ញុំពិតជាចូលចិត្តដូចចាប់អារម្មណ៍ខ្លាំងមែនតើមាន comment មួយសួរថាបងខ្ញុំសុំសួរមួយឡាន2000ហ្នឹងគេយកធ្វើអីគេសុំទោសអត់ដឹងពិតមែនតាមពិតឡានហ្នឹងខ្ញុំចេះតែដាក់តម្លៃហ្នឹងឲ្យបងប្អូនចាប់អារម្មណ៍ចូលមើលឲ្យបានច្រើនហ្នឹងអាហ្នឹងដូចជា marketing មួយដើម្បីឲ្យបងប្អូនទស្សនាហ្នឹងតាមពិតខ្ញុំចេះដាក់ទេខ្ញុំអត់ដឹងថាតម្លៃវាប៉ុន្មានដែរហ្នឹងហើយប៉ុន្តែបើយើងទិញពួកស្រុកគេធ្វើពីរោងចក្រហ្មងអាហ្នឹងដែកវាមានតម្លៃប៉ុណ្ណឹងមែន3-4000តាមទំហំជាក់ស្ដែង
បងប្អូនជាច្រើនបានឆ្ងល់ហើយថាថ្លៃម៉េះហើយមាន comment មួយគាត់ដាក់ថា 1500 ថោកផងមានអានលើសនឹងទៀតផងតាមពិតអាតម្លៃហ្នឹងខ្ញុំចែកដាក់ឲ្យបងប្អូនចូលមើលតាមដានទស្សនាច្រើននេះវាមានមែន 1000 1500 700តាមទំហំជាក់ស្ដែងបាទកូនឡានយើងលេងមែនតែនវា100 1អីវាលេងអត់បានយូរទេបងប្អូនហើយវាទូចនឹងមកពីថ្លៃគ្រឿងវិជាវាអញ្ចឹងទៅបានគេលក់ថ្លៃមាន comment ជាច្រើនសួរខ្ញុំថាបងលក់ឲ្យខ្ញុំបានអត់ឡានហ្នឹងប៉ុន្មានបងទិញបានអត់តាមពិតឡាននេះមិនបោះខ្ញុំទេបោះគេអញ្ចឹងទៅខ្ញុំមិនអាចលក់ឲ្យបានទេបងប្អូនសុំទោសផងអរគុណបងប្អូនដែលយកពេលវេលាដ៏មានតម្លៃមកតាមដានវីដេអូរបស់ខ្ញុំ